សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចេញទៅឲ្យភ្ញៀវមួយឈុតទៀតហើយអានេះខ្ញុំបង្ហាញបងប្អូនមួយថ្ងៃមុនហ្នឹងប្រភេទឈុតខ្លីបាទហើយឥឡូវនេះគឺចេញរៀបចំចេញទៅឲ្យភ្ញៀវទៀតហើយបាទនិយាយទៅអីវ៉ាន់ឲ្យតែមាននៅក្នុងស្តុកគឺនៅដែរបានយូរទេបងប្អូនដែលធ្លាប់តាមដានខ្ញុំកន្លងមកគឺដឹងហើយណាមួយអីវ៉ាន់ពួកនេះវាលេងស្រួលផងបងប្អូនបាទហើយលើកនេះខ្ញុំរៀបជាលក្ខណៈឈុតខ្លីអញ្ចឹងលេងក៏ smooth កម្លាំងក៏ខ្លាំងហើយវាងាយស្រួលដាក់តាមខ្លួនទៀតបងប្អូនដឹងហើយប្រភេទអីវ៉ាន់ខ្លីៗអញ្ចឹងយើងយកទៅស្រែទៅចកានិយាយទៅគឺស្រួលមែនតើវាអត់ចងេងចងាងតាក់ដប់តាក់ព្រៃទេដូចប្រភេទពួកនេះអញ្ចឹងប្រវែងវាប្រហែលជា2ចាអាមជាងអញ្ចឹងយើងយកទៅចកាយកទៅអីគឺស្រួលមែនតើយើងដាក់តករងចូលករងរុំតករងមកគឺដាក់តាមតុបម៉ូតូអីគឺអូយបងប្អូនវាអត់ចងេងចងាងស្រួលមែនតើហើយកម្លាំងវាខ្លាំងណាពួកនេះពួកស្លាក់ហើយវ៉ាន់នេះភ្ញៀវគាត់យកមកឈុតបដោយបាទវាមានសមែលមួយមានស្នប់បាទនិយាយទៅដូចតែមុនហើយអានេះជើងប្រភេទជើងល្អជើងនេះប្រភេទជើងល្អហើយវាហូតស្រួលបងប្អូនហើយធន់ខ្ញុំរៀបតែជើងពួកនេះឯងចាំមើលខ្ញុំបង្ហាញនេះស្រួលវាស្រួលលេងដោយសារនេះកន្លែងនេះវាហូតស្រួលពពួកផ្សេងវាធ្វើទុកតែកន្លែងហូតនេះយូរទៅវាហោកកន្លែងនេះលេងអត់ស្រួលទេហើយគ្រាប់ខ្ញុំឲ្យជាប្រភេទគ្រាប់ល្អទៅគ្រាប់ប្រអប់អញ្ចឹងដល់មុនខ្ញុំដាក់គ្រាប់គីឡូឲ្យអានេះវាគុណភាពរបស់វាលើគ្រាប់គីឡូមិនតិចបងប្អូនវាមិនលើណាស់ទេប៉ុន្តែវាគូសំយើងអាចលេងបានស្រួលហ្នឹងហើយជាមួយនឹងឈុតនេះឥឡូវនេះគឺយើងរៀបចំបាទខ្ញុំថតហើយគឺខ្ញុំរៀបចំផ្ញើទៅឲ្យគាត់ហើយដោយសារគាត់ប្រញាប់យកទៅលេងដែរអញ្ចឹងហ្នឹងហើយដោយសារវាជាប្រភេទអីវ៉ាន់ដែលមាននៅក្នុងស្តុកស្រាប់អញ្ចឹងគាត់មកទិញគាត់អត់ចាំបាក់រងចាំកំងយូរអីទេបបអីវ៉ាន់កំងដោយបងប្អូនឃើញឈុតមុននិយាយទៅអីវ៉ាន់កំងខ្ញុំប្រាប់តែកំងអីវ៉ាន់ភ្ញៀវគាត់កំងរៀបខ្ញុំប្រាប់តែកំងរៀបអីវ៉ាន់មាននៅក្នុងស្តុកស្រាប់ខ្ញុំប្រាប់ថាមាននៅក្នុងស្តុកស្រាប់អាហ្នឹងបងប្អូនត្រូវភ្លាមគឺអាចផ្ញើចេញបានភ្លាមដូចជាក់ស្ដែងអីវ៉ាន់ហ្នឹងអញ្ចឹងហ្នឹងហើយអត់មានអីទេបងប្អូនដែលចង់បានបាទអីវ៉ាន់ដែលមានគុណភាពខ្ពស់សម្រាប់ការលេងបាទចូលគោលដៅល្អហើយធន់ក្នុងការលេងបងប្អូនអាចតាក់ទងមកខ្ញុំបានឧបករណ៍កាយច្នៃបាទសម្រាប់ការរៀបបងប្អូនអាចកំងរៀបបានបាទហើយដោយសារអីវ៉ាន់នេះវាមាននៅក្នុងស្តុកស្រាប់អញ្ចឹងបើសិនជាបងប្អូនមកលើក្រោយគឺជាប្រភេទអីវ៉ាន់កំងអញ្ចឹងបងប្អូនកក់លុយខ្ញុំកំងខ្ញុំដាក់យកមករៀបហើយផ្ញើជូនបងប្អូនដូចតែឈុតមុនអញ្ចឹងប៉ុន្តែអានេះដោយសារតែឈុតនេះយើងមាននៅក្នុងស្តុកស្រាប់អញ្ចឹងភ្ញៀវគាត់មកគឺគាត់បានលឿនគាត់ត្រូវគាត់យកទៅលេងបានភ្លាមដល់យើងផ្ញើពីនេះទៅរយៈពេលមួយថ្ងៃទៅដល់គាត់ហើយឧទាហរណ៍យើងដាក់ថ្ងៃនេះចេះស្អែកពេលព្រឹកឬក៏ពេលថ្ងៃទៅដល់គាត់ហើយអញ្ចឹងវាអត់ពិបាកទេអត់ពិបាករងចាំអញ្ចឹងលឿនហ្នឹងហើយបងប្អូនដែលមានតម្រូវការបាទចង់បានយកទៅលេងគាត់ចាំចំការឬក៏ទុកលេងអាលោកលេងកុកនៅតាមវាលស្រែនៅពេលដែលយើងសម្រាប់ពីការងារគាត់រោមហូបរស់សាច់ខ្លែមអីបងប្អូនមានអីវ៉ាន់ពួកនេះគឺអត់ចេះខ្វះមហូបខ្វះសាច់ខ្លែមទេបងប្អូនជួបជុំមិត្តភ័ក្តិបងប្អូនផ្លេតអីឲ្យតែតំបន់បងប្អូនមានសត្វលេងអញ្ចឹងអត់ខ្វះទេណាហើយអត់អីទេបងប្អូនចំពោះការគ្រប់គ្រងអរគុណខ្លាំងមែនទែនបងប្អូនហើយអីវ៉ាន់នេះក៏ខ្ញុំបានតេស្តរួចហើយអញ្ចឹងបងប្អូនដែលមានសមាជិកនៅក្នុងក្រុម Telegram ឬក៏ Facebook របស់ខ្ញុំគឺឃើញហើយខ្ញុំទម្លាក់វីដេអូតេស្តនៅលើអីវ៉ាន់នេះជាក់ស្ដែងបាទក្នុងការលេងជាមួយនឹងទាព្រៃឬកុកអីក៏ខ្ញុំបានបង្ហាញដែរអញ្ចឹងតាក់ទងជាមួយនឹងគុណភាពខាងខ្ញុំអីវ៉ាន់មុននឹងចេញទៅឲ្យភ្ញៀវមួយគឺយើងប្រយ័ត្នទៅលើគុណភាពជៀសវាងនៅពេលដែលភ្ញៀវយកទៅលេងមានបញ្ហាអញ្ចឹងពិបាកផ្ញើត្រឡប់មកលើយើងវិញអញ្ចឹងយើងពិបាកផ្ញើទៅផ្ញើមកអញ្ចឹងខ្ញុំប្រយ័ត្នណាបងប្អូនតាក់ទងជាមួយនឹងគុណភាពអញ្ចឹងភ្ញៀវគាត់យកទៅលេងគឺដឹងតែមានទំនុកចិត្តយកទៅលេងគឺដឹងតែពេញចិត្តនៅពេលដែលគាត់ចំណាយលុយមកអរគុណអញ្ចឹងអត់មានអីទេបើសិនជាបងប្អូនចង់បានបាទជាមួយនឹងអីវ៉ាន់ប្រភេទពួកហ្នឹងឯងបងប្អូនអាចតាក់ទងមកខ្ញុំបាននៅ Telegram 096 88 23 494ហ្នឹងហើយអរគុណបាទឥឡូវនេះបន្ទាប់ពីយើងថតហើយគឺយើងនឹងរៀបចំវិចដាក់កេសដើម្បីផ្ញើជូនទៅកាន់ម្ចាស់គាត់ហើយអរគុណហេងបាទ